Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញទាក់ទងជាមួយនឹងការប្រភេទ Zoom ដែលយើងបង្កើត Zoom ទៅដើម្បីឲ្យមានអ្នកផ្សេងគេចូលរួមជាមួយនឹង Zoom របស់យើងជាការmeeting អីមួយអញ្ចឹងយើងត្រូវការបង្កើត link Zoom ហ្នឹងដើម្បីចូលទៅបង្កើតយើងទី1យើងវាយពាក្យថា Zoom អាហ្នឹងរបស់ខ្ញុំមានប្រាប់អញ្ចឹងយើងវាយពាក្យ Zoom ហើយយើងយកខាងលើហ្នឹង Zoom 1ហ្នឹងអញ្ចឹងទី1អ្នកគ្នាត្រូវមាន email address ផ្ទាល់ខ្លួនដើម្បីក្នុងការ set up ទាក់ទងជាមួយនឹង Zoom ហ្នឹងដើម្បីបាន link បោះឲ្យអ្នកដែលចូលរួមហ្នឹងអញ្ចឹងជំហានទី1គឺ Zoom ហ្នឹងគាត់បានបង្កើតជាមួយនឹង email address ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចូលមកអ្នកគ្នាពីរបៀបបង្កើត link នៅក្នុង Zoom ហ្នឹងអញ្ចឹងជំហានបន្ទាប់គឺខ្ញុំចូលមកហើយគឺយើង search ឬក៏យករកមើលពាក្យ meeting ខាងនេះយើងចុចលើនឹងមួយមកហើយបន្ទាប់មកវាមានឲ្យយើង set ម៉ោងសម្រាប់ក្នុងការប្រជុំ1ម៉ោង2ម៉ោងឬក៏3ម៉ោងទៅហើយដាក់ថ្ងៃខាងលើនេះគឺ select ថ្ងៃចាប់ពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងទៅអញ្ចឹងខ្ញុំយកថ្ងៃទី9ហ្នឹង start ឬក៏ថ្ងៃទី10ថ្ងៃទី10ក៏បានហើយខ្ញុំចុចពាក្យ start ព្រោះមិញនេះខ្ញុំដាក់ link ហើយមិនសារអញ្ចឹងចង់ឲ្យ start ចុច10ហើយបន្ទាប់មកខ្ញុំ delete វាចោលសិនដោយសារមិញនេះខ្ញុំបង្កើតហើយអ្នកនរគ្នាអញ្ចឹងខ្ញុំចូលមកថ្ងៃទី12អញ្ចឹងខ្ញុំបង្កើតថ្មីចំណងជើងខ្ញុំដាក់ថា meeting ITC ជុំថ្ងៃណាដាក់ថ្ងៃ11ម៉ោងម៉ាន start ពីម៉ោងម៉ានចឹង start ពីម៉ោង4 PM ពេលព្រឹកចឹងរយៈពេល40មីនិតអញ្ចឹងអ្នកគ្នា scroll មកខាងក្រោមអានេះយើងយកអាហ្នឹងរើសយកប្រភេទហ្នឹងមក record daily ម៉ានមួយអាទិត្យចុះចឹង link ហ្នឹងមួយអាទិត្យហ្នឹងគឺសម្រាប់នៅពេលដែលវាអត់បង្កើតថ្មីដល់ពេលដល់ម៉ោងហ្នឹងគឺយើងចុចចូលតែម្ដងចឹងខ្ញុំអត់ទេខ្ញុំយកតែមួយថ្ងៃទេ one day ចឹងមានថាមួយថ្ងៃអញ្ចឹងខ្ញុំយកដល់ថ្ងៃ11ឈ្មោះ ITC ចាតបមកខ្ញុំយក note បើខ្ញុំមានអីត្រូវ add ថែមទៀតនេះ password សម្រាប់ក្នុងការ login ចឹងខ្ញុំដាក់ឲ្យស្រួលចាំខ្ញុំដាក់9 5ដងអញ្ចឹងកន្លែងនេះ password សម្រាប់នៅពេលដែលយើងបោះ link ទៅឲ្យគាត់ចូលទៅនឹង password ហ្នឹងបន្ទាប់មកចាំមានធ្វើអីទៀតទេយើងចុចពាក្យថា save បន្ទាប់មកវានឹង load មកឲ្យយើងហើយយើង copy អានេះ copy ហ្នឹងទៅយើងបោះទៅឲ្យណាគេដែលត្រូវ join meeting ប្រជុំមួយយើងហ្នឹង
អញ្ចឹងយើងបោះឲ្យគាត់ទៅហើយនេះ password នេះ ID meeting អញ្ចឹងសម្រាប់វីដេអូ meeting របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ